បាទប្រិមិត្តជាបន្តទៅនេះសូមជូនព័ត៌មានសម្រាប់យប់ថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025បាទហើយសម្រាប់ព័ត៌មាននៅយប់នេះគឺពិសេសខ្លាំងមែនទែនប្រិមិត្តជាព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ជាទីបំផុតហើយយើងទៅណាអត់ឆ្ងាយពីប្រទេសថៃទេប្រិមិត្តបាទព័ត៌មាននេះគឺដកស្រង់ចេញពីបាទសារព័ត៌មានកម្ពុជាថ្មីបាទដោយព័ត៌មានទី1បាទមេចលនាអាវលឿងទម្លាយខ្ទេចខ្ទីរឿង N និងនាយក MU បាទខົບខិតគ្នាដល់វិច្ចលុយ$185 លានកិច្ចខ្លួនបាទដោយឡែកសម្រាប់ព័ត៌មានទី2គឺដកស្រង់ចេញពីបាទសារព័ត៌មានកម្ពុជាថ្មីដូចគ្នាបាទនោះគឺគណៈបកភឿថៃបង្ហាញពីបំណងបាទដាក់ញត្តិដកសេចក្តីទុកចិត្តទៅលើរដ្ឋាភិបាលអនុទិនបាទសម្រាប់ព័ត៌មានទី3គឺដកស្រង់ចេញពីកាសែតកម្ពុជាថ្មីដដែលបាទគឺអតីតមេគុកក្រុងបាងកកត្រូវស៊ើបអង្កេតព្រោះបើកដៃឲ្យតារាម៉ូដែលចូលលេងកំសាន្តជាមួយនឹងអ្នកទោសចិនបាទប្រិមិត្តព័ត៌មាននេះគឺក៏ក្រើកខ្លាំងនៅទីក្រុងបាងកកហើយជាព័ត៌មានដែលអាចនិយាយបានថាកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងប្រិមិត្តបាទបន្តមកទៀតគឺយើងដកស្រង់ចេញពីបាទសារព័ត៌មានកម្ពុជាថ្មីដដែលបាទជាព័ត៌មានអាប់ដេតបាទមន្ត្រីពន្ធនាគារថៃ20នាក់ទៀតជាប់ពាក់ព័ន្ធទៅនឹងករណីនាំស្រីរកស៊ីផ្លូវភេទបាទឲ្យទៅអ្នកទោសចិននៅក្នុងគុក VIP បាទអញ្ចឹងប្រិមិត្តទាំងអស់នេះគឺសុទ្ធតែជាព័ត៌មាននៅក្នុងប្រទេសថៃសម្រាប់យប់ថ្ងៃទី24នេះបាទអញ្ចឹងខ្ញុំសូមអានជូនព័ត៌មានទី1បាទមេចលនាអាវលឿងទម្លាយខ្ទេចខ្ទីរឿង N និងនាយក MU ខົບខិតគ្នាដល់វិច្ចលុយចំនួន$185 លានរត់គេចខ្លួនបាទប្រិមិត្តមេចលនាអាវលឿងលោកសន្ធិលឹមសង្គលកាលពីយប់ថ្ងៃទី21ខែវិច្ឆិកាបានទម្លាយខ្ទេចខ្ទីរឿងរ៉ាវនៅពីក្រោយកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី74នៅលើទឹកដីថៃថានាយកប្រតិបត្តិក្រុមហ៊ុន JKN គឺនាងអានចក្រាជុតពុតបានរត់គេចខ្លួនជាមួយនឹងលុយចំនួន$6000 លានស្មើនឹង$185 លានដោយបដូរជាមួយនឹងរូបិយប័ណ្ណគ្រីបតូហើយឥឡូវនេះកំពុងតែរស់នៅក្នុងប្រទេសមិចស៊ិកយ៉ាងសុខសប្បាយបាទប្រិមិត្តព័ត៌មានក៏បានលើកឡើងទៀតថាលោកបានបង្ហាញថា N ទទួលជំនួយដ៏ធំពីលោក Roll Rocha ប្រធានបច្ចុប្បន្នរបស់ Miss Universe MU និងជាដៃគូអាជីវកម្មដ៏សំខាន់ម្នាក់ដែលជួយឲ្យនាងទទួលបានសញ្ជាតិមិចស៊ិកនិងអនុញ្ញាតឲ្យស្ត្រីកែភេទរូបនេះរស់នៅប្រកបដោយផាសុកភាពដោយមិនភ័យខ្លាចចំពោះសកម្មភាពផ្លូវច្បាប់នៅក្នុងប្រទេសថៃបាទមេចលនាអាវលឿងក៏បានស៊ើបអង្កេតទំនាក់ទំនងរវាង N និង Rule ដោយបញ្ជាក់ថាកិច្ចព្រមព្រៀងលក់ភាគហ៊ុន JKN Legacy ដែលមានតម្លៃចំនួន$581 លានឲ្យទៅលោក Rule គ្រាន់តែជាការក្លែងបន្លំសម្រាប់កិច្ចព្រមព្រៀងសម្ងាត់ដើម្បីផ្លាស់ប្ដូរអត្ថប្រយោជន៍និងការការពារផ្លូវច្បាប់តែប៉ុណ្ណោះបាទលោកសន្ធិក៏បានបង្ហាញពីប្រវត្តិដ៏អស្ចារ្យរបស់លោក Rule រួមទាំងភាពជាម្ចាស់កម្មសិទ្ធិពីមុនរបស់គាត់លើកាស៊ីណូដែលត្រូវបានដុតបំផ្លាញដែលបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននិងទំនាក់ទំនងទៅនឹងក្រុមដែលមានឥទ្ធិពលនៅក្នុងប្រទេសមិចស៊ិកថែមទៀតផងបាទលោកបានរិះគន់ការធ្លាក់ចុះនៃឆាក Miss Universe ក្រោមការគ្រប់គ្រងរបស់លោក Roll Rocha ដោយបញ្ជាក់ថា Roll បានជាប់ពាក់ព័ន្ធជាមួយនឹងអាជីវកម្មមិនពិតនៅក្នុងការប្រកួត MU ដោយប្រើប្រាស់គេហទំព័រល្បែងស៊ីសងតាមអ៊ីនធឺណិតសម្រាប់អ្នកចូលរួមនៅក្នុងការថតរូបនិងវីដេអូផ្សព្វផ្សាយនោះបាននាំឲ្យមានរឿងអាស្រូវមួយដែលបវរកញ្ញាសម្រស់ជាច្រើនត្រូវបង្ខំផ្សព្វផ្សាយគេហទំព័រល្បែងស៊ីសងដែលនាំឲ្យមានរបាយការណ៍ដល់ប៉ូលីសដាក់ដោយលោកណាវ៉ាត់បាទស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដល់ចំណុចដែល Miss Grand International បានលុបចោលកិច្ចព្រមព្រៀងទិញភាគហ៊ុន JKN ចំនួន$50 លានជាផ្លូវការភ្លាមដោយលើកឡើងពីកង្វះខាតនៅទំនុកចិត្តទៅលើការគ្រប់គ្រងផ្ទៃក្នុងរបស់ MUO ហើយនិងក្រុមហ៊ុន JKN និងបញ្ហារូបភាពកាលនោះលោកណាវ៉ាត់ក៏បានដកខ្លួនចេញពីតំណែងជាភាគហ៊ុនបាទជាម្ចាស់ភាគហ៊ុននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន MU ផងដែរ
បាទមិនតែប៉ុណ្ណោះលោកសន្ធិលឹមថងគុលបានប្រៀបធៀបឋានៈបច្ចុប្បន្នរបស់ N បាទមិនខុសពីឋានៈរបស់ពួកអ្នកមានអំណាចចិននិងថៃដែលប្រើលុយដើម្បីទិញចំណងជើងស្វែងរកកន្លែងគេងដ៏ស្រួលហើយបានសន្និដ្ឋានថានាងមិនអាចវិលត្រឡប់មកប្រទេសថៃវិញបានទេព្រោះនាងត្រូវប្រឈមមុខទៅនឹងដីកាចាប់ខ្លួននិងសំណុំរឿងផ្លូវច្បាប់បាទដែលមានរយៈពេលយូរទោះជាយ៉ាងនេះក្តីការបង្ហាញព័ត៌មានពីអតីតអ្នកនៅខាងក្នុងបានជំរុញឲ្យមានការរិះគន់យ៉ាងទូលំទូលាយអំពីកម្មវិធី Miss Universe ប៉ុន្តែមកទៅពេលនេះมันមានការបំភ្លឺណាមួយត្រូវបានចេញដោយស្ថាប័នសម្រស់នៅឡើយទេខណៈដែលបវរកញ្ញាមិចសិចបាទ Fanima Buch បានយកឈ្នះទៅលើបេក្ខនារីជិត120នាក់ក្លាយជាម្ចាស់មកុដចក្រវាលលើកទី74នៅក្នុងឆ្នាំ2025បាទប្រិមិត្តនេះគឺជារឿងអាស្រូវដែលត្រូវបានលោកសន្ធិលឹមថងគុលបាទអ្នកប្រឆាំងនៅប្រទេសថៃធ្វើការបកអាក្រាតហើយរឿងរ៉ាវនេះគឺពាក់ព័ន្ធជាមួយនឹង Miss Universe ប្រិមិត្តបាទអញ្ចឹងខ្ញុំសូមអាននៅព័ត៌មានទី2បាទគណៈបកភឿថៃបង្ហាញបំណងចង់ដាក់ញត្តិបាទដកសេចក្តីទុកចិត្តលើរដ្ឋាភិបាលអនុទានបាទតំណាងរាស្ត្រមកពីគណៈបកភឿថៃដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រាបានចេញមុខប្រកាសពីការប៉ុនប៉ងដាក់ញត្តិបាទចោទប្រកាន់នាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរៈគុលឲ្យមានការជជែកដេញដោលបោះឆ្នោតដកសេចក្តីទុកចិត្តពីសភាចំពោះលទ្ធភាពបាទរំលោភអំណាចបាទយោងតាមការចេញផ្សាយរបស់ Thai Acquirer លោកវិសុទ្ធបាទអនុប្រធានគណៈបកភឿថៃនិងជាអតីតប្រធានរដ្ឋាភិបាលបាននិយាយថាគណៈបកភឿថៃត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការដាក់ញត្តិដកទំនុកចិត្តប្រឆាំងទៅនឹងរដ្ឋាភិបាលដែលដឹកនាំដោយលោកអនុទានមកពីគណៈបកភូមិใจថៃបាទលោកអនុទានឆានវីរៈគុលបានចូលកាន់តួនាទីពេញលេញនិងប្រកាសគោលនយោបាយនៅដើមខែតុលាទោះបីជារដ្ឋាភិបាលរបស់លោកកាន់តំណែងមិនដល់2ខែក៏ដោយក៏មន្ត្រីគណៈបកភឿថៃដែលក្លាយជាបកប្រឆាំងក្រោយបាត់បង់ការកាន់អំណាចកាលពីខែកញ្ញាលោកវិសិទ្ធបានបញ្ជាក់ថាការដាក់ញត្តិជជែកដេញដោលនេះជាកាតព្វកិច្ចរបស់គណៈបកប្រឆាំងបាទលោកវិសិទ្ធបានបន្ថែមថាគណៈបកភឿថៃបានទទួលព័ត៌មានយ៉ាងទូលំទូលាយដែលចង្អុលទៅបញ្ហាធ្ងន់ធ្ងរនៅក្នុងការអនុវត្តរបស់រដ្ឋាភិបាលការអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអនុទាននិងគណៈរដ្ឋមន្ត្រីរបស់លោកបន្តធ្វើការដោយមិនមានការត្រួតពិនិត្យអាចបំផ្លាញភាពជឿជាក់របស់ប្រទេសគណៈបកត្រៀមបង្ហាញការពិតដល់សាធារណជននិងរារាំងបាទរដ្ឋាភិបាលមិនឲ្យបន្តសកម្មភាពដែលគួរឲ្យសង្ស័យឆ្លើយតបទៅនឹងការអះអាងរបស់គណៈបកប្រជាជនដែលថាបាទរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីអនុទានបាទមិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឡើយតាម Thai Acquirer លោកវិសិទ្ធបាននិយាយថាវាគឺសម្រាប់គណៈបកប្រជាជនជាអ្នកវិនិច្ឆ័យគណៈបកភឿថៃអាចដាក់ញត្តិបាទដោយឯករាជ្យដោយមិនពឹងផ្អែកទៅលើសម្លេងឆ្នោតរបស់គណៈបកប្រជាជនឡើយកន្លងទៅថ្មីនេះនាយករដ្ឋមន្ត្រីអនុទានឆានវីរៈគុលបានសារភាពថារដ្ឋាភិបាលសម្លេងភាគតិចរបស់លោកគ្មានលទ្ធភាពការពារខ្លួនឡើយបើមានការដាក់ញត្តិចោទប្រកាន់សម្រាប់ការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងសភាមែននោះទោះបីជាយ៉ាងនេះក្តីភាពមិនចុះសម្រុងផ្នែកនយោបាយនៅក្នុងប្រទេសថៃបានធ្វើឲ្យគណៈបកនានាធ្វើសកម្មភាពដើម្បីបង្កើនប្រជាប្រិយភាពនៅមុនការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើឡើងនៅដើមខែមីនាឬដើមខែសីហាឆ្នាំ2026បន្ទាប់ពីការរំលាយសភាមុនអាណត្តិរបស់នាយករដ្ឋមន្ត្រីអនុទានបាទប្រិមត្តនេះគឺជាព័ត៌មានពាក់ព័ន្ធជាមួយនឹងវិបត្តិនយោបាយនៅក្នុងប្រទេសថៃបាទគឺរដ្ឋាភិបាលអនុទានបាទកំពុងតែប្រឈមមុខទៅនឹងការដាក់ញត្តិពីបកប្រឆាំងដើម្បីធ្វើការបាទរំលាយមុនអាណត្តិបាទអញ្ចឹងយើងទៅបន្តព័ត៌មានជាបន្តទៀតបាទអតីតមេគុកបាងកកត្រូវស៊ើបអង្កេតព្រោះបើកដៃឲ្យតារាម៉ូដែលចូលលេងកំសាន្តជាមួយនឹងអ្នកទោសចិនបាទប្រិមិត្តព័ត៌មាននេះគឺអាចនិយាយបានថាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនបាទមិនមែនត្រឹមតែប្រទេសផ្សេងទេគឺនៅថៃក៏មានដែរបាទនេះគឺជាយើងអាចនិយាយបានថាជាសកម្មភាពនៃអង្គើពុករលួយបាទនាយកដ្ឋានពន្ធនាគារថៃបានតែងតាំងគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតអតីតមេគុកក្រុងបាងកកពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវពុករលួយ
ដែលបើកដៃឲ្យអ្នកទោសជនជាតិចិនទទួលបានសិទ្ធិពិសេសមានតារាម៉ូដែលស្អាតមកកំដរកំសាន្តសប្បាយជាប្រចាំនៅក្នុងគុក VIP បាទអញ្ចឹងនៅក្នុងគុកនៅបាងកកក៏មានគុក VIP ដែរប្រិមិត្តបាទតាមការចេញផ្សាយរបស់ Amarin កាលពីថ្ងៃប្រហោះទី20ខែវិច្ឆិកាឆ្នាំ2025ក្រសួងយុតិធធរកឃើញថាលោកម៉ាណប់ឈុំឈឿនបានធ្វើតួនាទីពាក់ព័ន្ធសកម្មភាពល្មើសច្បាប់របស់អ្នកទោសចិនការស៊ើបអង្កេតបឋមបង្ហាញថាអ្នកទោសជនជាតិចិនមួយចំនួនបានប្រើឥទ្ធិពលលើអ្នកទោសដទៃទៀតក្នុងពន្ធនាគារបណ្ដាលឲ្យអ្នកទោសថៃមិនពេញចិត្តបាទនេះហើយជាហេតុផលដែលនាំឲ្យមានការលេចធ្លាយនៅព័ត៌មានទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារបាទប្រិមិត្តជាលទ្ធផលមន្ត្រីផ្នែកវិទ្យាសាស្ត្រកែប្រែផ្នែកគ្រប់គ្រងធនធានមនុស្សនិងក្រុមកសោបក្រុមវិន័យមន្ត្រីត្រូវបានចាត់តាំងឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅជាបន្ទាន់ថ្មីនេះអគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជូនក្រុមការងារពិសេសដើម្បីឆ្មក់ចូលនិងឆែកឆេរគុកដោយរកឃើញឧបករណ៍អគ្គិសនីនិងបរិក្ខារជាច្រើននៅកន្លែងឃុំឃាំងអ្នកទោសជនជាតិចិនចំនួន3កន្លែងវត្ថុហាមឃាត់រួមមានកាំបិតនិងដែកកេះក៏ត្រូវបានរកឃើញផងដែរដូច្នេះហើយមេគុកត្រូវបានដកតំណែងរងចាំការស៊ើបអង្កេតជាបន្តខណៈដែលនាយកដ្ឋានពន្ធនាគារក៏បានបញ្ជាឲ្យផ្ទេរឆ្មាំគុកចំនួន14នាក់ចេញផងដែរបាទប្រិមិត្តនេះគឺជាព័ត៌មានពាក់ព័ន្ធជាមួយនឹងគុកពន្ធនាគារនៅទីក្រុងបាងកកដែលនៅក្នុងគុកក៏មានបន្ទប់ VIP ដែរប្រិមិត្តបាទគឺគេអាចនាំនារីស្អាតទៅកំដរជនជាតិចិនបាទអ្នកទោសជនជាតិចិនបានបាទអញ្ចឹងយើងទៅព័ត៌មានជាបន្តទៀតជាព័ត៌មានអាប់ដេតពាក់ព័ន្ធជាមួយនឹងពន្ធនាគារនៅប្រទេសថៃនេះដែរបាទមន្ត្រីពន្ធនាគារថៃ20នាក់ទៀតជាប់ពាក់ព័ន្ធទៅនឹងករណីនាំស្ត្រីរស់ស៊ីផ្លូវភេទឲ្យទៅអ្នកទោសចិននៅក្នុងគុក VIP ប្រទេសថៃបានរកឃើញថាក្រៅពីមេគុកក្រុងបាងកកហើយនោះក៏នៅមានមន្ត្រីពន្ធនាគាររហូតដល់20នាក់ទៀតដែលជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវគុក VIP សម្រាប់ជនជាតិចិននិងការរៀបចំសេវានាំនារីរកស៊ីផ្លូវភេទទៅឲ្យជនជាតិចិនទាំងនោះដូច្នេះមន្ត្រីទាំង20កំពុងត្រូវស៊ើបអង្កេតនិងប្រឈមមុខទៅនឹងការផ្អាកការងារឬបណ្តេញចេញតែម្ដងរឿងអាស្រូវនេះផ្ទុះឡើងមួយសប្តាហ៍មកហើយឈានទៅដល់ការដកបញ្ឈរជើងមេគុកក្រុងបាងកកលុះការស៊ើបអង្កេតបានច្រើនថ្ងៃពីសំណាក់អង្គភាពស៊ើបអង្កេតពិសេសគណៈកម្មការស្វែងរកការពិតរបស់នាយកដ្ឋានពន្ធនាគារនិងវិទ្យាសាស្ត្រកសោវិច័យបានរកឃើញថាមន្ត្រីជាប់ពាក់ព័ន្ធដែលសមគំនិតគ្នានៅក្នុងករណីនេះមានរហូតដល់20នាក់ឬអាចច្រើនជាងនេះទៅទៀតយោងតាមការចេញផ្សាយរបស់ Amarin កាលពីថ្ងៃច័ន្ទទី24ខែវិច្ឆិកាឆ្នាំ2025គឺថ្ងៃនេះតែម្ដងអង្គភាពទាំង3បានរកឃើញជាបន្តបន្ទាប់នៅបន្ទប់សម្ងាត់មួយនៅក្រោមជណ្ដើរពន្ធនាគារនិងឆែកមើលកំណត់ត្រាមន្ត្រីពាក់ព័ន្ធទាំងអស់ដូចជាប្រវត្តិផ្ទេរប្រាក់និងការធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវជាបឋមក្រុមអ្នកស៊ើបអង្កេតបានរកឃើញភស្តុតាងនៃស្ត្រីជនជាតិចិនចូលទៅក្នុងពន្ធនាគារដោយសង្ស័យថាទៅផ្ដល់សេវាផ្លូវភេទទៅដល់ទណ្ឌិតហើយនៅក្នុងបន្ទប់សម្ងាត់ក្រុមមន្ត្រីបានរកឃើញស្រោមអនាម័យខោអាវក្នុងស្ត្រីក្រដាសជូតមាត់មានស្នាមប្រឡាក់ដានវត្ថុរាវនៅលើសាឡុងថ្នាំជក់និងគ្រឿងស្រវឹងទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរថៃបានប្រកាសថាពួកគេនឹងស៊ើបអង្កេតជាបន្តទៀតហើយរកភស្តុតាងឲ្យបានច្រើនដើម្បីធ្វើការចាប់ខ្លួនមន្ត្រីបន្ថែមទៀតដែលជាប់ពាក់ព័ន្ធទៅនឹងករណីនេះប្រិមិត្តព័ត៌មាននេះគឺរសើបខ្លាំងមែនទែននៅក្នុងប្រទេសថៃគឺមានរឿងរ៉ាវជាច្រើនដែលសុទ្ធសឹងជារឿងរ៉ាវអាក្រក់ហើយយើងនឹងចាំមើលជាបន្តទៀតតើមានព័ត៌មានពិសេសអ្វីទៀតពីប្រទេសថៃប្រិមិត្តប្រិមិត្តយើងសូមបិទបញ្ចប់នៅព័ត៌មានសម្រាប់យប់នេះថ្ងៃនេះគឺមានព័ត៌មានសំខាន់គួរជាទីចាប់អារម្មណ៍ចំនួន4ដែលនៅក្នុងនោះគឺមាន2ព័ត៌មានគឺជាព័ត៌មានអាប់ដេតនៅរឿងតែមួយប្រិមិត្តយើងនឹងធ្វើការចេញនៅព័ត៌មានផ្សេងទៀតជាបន្តទៀត